រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ27យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាលំហាត់ទី22គេឲ្យត្រីកោណមួយដែលមានមុំកំពូលស្មើ40មុំនេះស្មើ9ហើយមុំខាងក្រៅស្មើ7ចូលគណនាមុំ x ដើម្បីរកមុំ x បានតើយើងស្គាល់មុំនេះដើម្បីស្គាល់មុំនេះបានតើយើងស្គាល់មុំនេះពីរនេះអញ្ចឹងយើងនឹងរកមុំ y នេះសិនមុំ40 1 9អញ្ចឹងយើងអាចរកមុំនេះឃើញបន្ទាប់ពីរកមុំនឹងឃើញយើងរកមុំនេះឃើញទៅឃើញមុំនេះដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ40បូកមុំ90ស្មើបូកនឹងមុំ y ស្មើ180មូលហេតុអីថាបានជាថាស្មើ180ព្រោះវាជាផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងមុំ y នៅអង្គទី1ស្រាប់ចំណែក180នៅអង្គទី2ដោយឡែកមុំ40បូក9នៅអង្គទី1បូកអញ្ចឹងទាញមកអង្គទី2ទៅជាដក40បូក9ស្មើ130 180ដក130ស្មើនៅសល់50ករណីទី1មុំ x បូកនឹងមុំសិតឧបមាថាមុំនេះសិតស្មើ180មូលហេតុអីវាជាផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងបានមុំសិតស្មើ180ទាញអង្គមុំ70នេះមកអង្គទី2អញ្ចឹងទៅជាដកមុំ70 180ដក7ស្មើ9ករណីទី2មុំសិតស្មើ9អញ្ចឹងយើងអាចមុំសិតស្មើ9មុំ y ស្មើ50អញ្ចឹងនាំឲ្យយើងអាចរកមុំនេះឧបមាថា x អងចុះឃើញមុំសិតបូកមុំ y បូកមុំ x អងស្មើ180ជាផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងនាំឲ្យយើងបានមុំ x អងស្មើ180ដកផលដកនៃមុំ2នេះចេញមុំសិតយើងរកឃើញអំបញ្ញមិញគឺ90មុំ y យើងរកឃើញមិញ50 9បូក50ស្មើ140 180ដក140នៅសល់40អញ្ចឹងមុំ x អងតូចនេះឃើញហើយ40អញ្ចឹង x អងបូកនឹង x ស្មើ180នាំឲ្យយើងបានមុំ x ស្មើ180ណែ x បូកនឹង x អងស្មើ180ផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងទាញបានមុំ x ស្មើ180ដកមុំ x អង180ដក x អង x អងគឺ40 180ដក40ស្មើ140ដូច្នេះមុំ x ស្មើ140ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូម